ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមានវីដេអូចែករំលែកបងប្អូនទាំងអស់គ្នាទៅជាមួយនឹងរបៀបនៅក្នុងការធ្វើមីហិលដែលមីហិលរបស់យើងក៏អបបាក់ច្រើនទេបន្លែខ្ញុំមានតែប៉ុណ្្នឹងទេមានតែស្ពៃក្តោបស្វាយមានដូចជា broccoli ហើយខ្ញុំមានប្រហិតជង្គង់ម៉ាន់ប្រហិត hot dog ជាមួយនឹងមីកូរ៉េណូរបស់យើងគឺជាគ្រឿងផ្សំគោហើយជាពិសេសបើសិនជាមានគីមឈីដូចខ្ញុំចេះទៀតមកគឺកាន់តែឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងជាដំបូងគឺខ្ញុំមកហាន់បន្លែហាន់ប្រហិតរបស់យើងនឹងដើម្បីយកវាទៅស្រោះទឹកក្តៅមកសន្ទុះសិនជាពិសេសគឺស្ពៃក្តោបស្វាយដោយសារតែវាក្រផុយអញ្ចឹងណាខ្ញុំស្រង់ជាមួយនឹងទឹកក្តៅមកសន្ទុះសិនហើយបានយើងចាប់ដើមស្រង់វាបន្ទាប់ពីខ្ញុំបានស្រោះបន្លែហ្នឹងហើយគឺយើងចាប់ដើមដាំទឹកយើងនឹងម្ដងទៀតដើម្បីយើងយកវាមកស្រោះមីវិញម្ដងអញ្ចឹងបន្ទាប់ពីទឹកខ្ញុំពុះហើយគឺខ្ញុំស្រោះមីហ្នឹងឯងអត់ប្រអងយូរទេហើយមីខ្ញុំដាក់តែមកកញ្ចប់ហ្នឹងឯងបន្លែប៉ុណ្ណឹងមីប៉ុណ្ណឹងមកកញ្ចប់ហើយគ្រឿងដែលគេដាក់នៅក្នុងហ្នឹងគឺដាក់មកទាំងអស់លើកលែងតែម្ទេសទេដែលយើងដាក់តាមចំណងចិត្តរបស់អ្នកទាំងអស់គ្នាអញ្ចឹងដំបូងយើងអត់ដាក់ម្ទេសទេនេះខ្ញុំយើងថែមថយតាមក្រោយអញ្ចឹងណាតើបន្ទាប់ដាក់មកសន្ទុះហើយគឺយើងត្រូវរងាស់វាប្រហែលជាអាចចូលចិត្ត5នាទីដែរដើម្បីឲ្យសាច់មីរបស់យើងហ្នឹងគឺទន់ល្អនេះបន្ទាប់ពីបានស្រោះហើយខ្ញុំរៀបបន្លែដាក់ចានហើយយើងចាប់ដាំយកមីរបស់យើងចាក់ចូលតែម្ដងចឹងបន្ទាប់ពីចាក់ចូលហើយគឺយើងចាប់ដាំយកប្រហិតយកអីហ្នឹងយើងមករៀបធ្វើម៉េចឲ្យមើលទៅដេកទៅគឺស្អាតខាងមែនតើនេះមីមួយចានធំរបស់ខ្ញុំគឺបានហើយអ្នកទាំងអស់គ្នាឥឡូវគឺយើងចាប់ដើមមកភ្លក់រសជាតិនិយាយទៅអាមីកូរ៉េណូហ្នឹងគឺឆ្ងាញ់មែនតើមិនចាំថែមគ្រឿងអីក៏ឆ្ងាញ់ដែរសម្រាប់អ្នកដែលចូលចិត្តផ្អែមល្មមហ្នឹងគឺឆ្ងាញ់តែបើថាអ្នកដែលអត់សូវចិត្តផ្អែមគឺរៀងផ្អែមបន្តិចឯងមើលទៅហើយយើងថែមគ្រឿងអីតាមចំណងចិត្តទៀតប៉ុន្តែខ្ញុំគឺអត់ថែមអីទេគឺញ៉ាំយកតែម្ដងបើនិយាយពីរសជាតិគឺខ្ញុំឲ្យ8លើ10ដែរគឺឆ្ងាញ់សមរម្យចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានបើសិនជាពេញចិត្តវីដេអូកុំភ្លេចជួយចែករំលែកចុច like ហើយនិង follow ខ្ញុំមួយផងជួបគ្នាវីដេអូក្រោយទៀតបាយបាយ